សួស្តីអ្នកទាំងអស់គ្នាបាទវិលមកជួបខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើការបង្ហាញបងប្អូនបាទក៏ដូចជានិយាយបាទតាក់ទងជាមួយនឹងគុណប្រយោជន៍នៃការចិញ្ចឹមត្រីក្រឹមថាតើការចិញ្ចឹមត្រីក្រឹមហ្នឹងវាល្អយ៉ាងម៉េចតាមពិតទៅការចិញ្ចឹមត្រីក្រឹមនេះបាទល្អណាស់បងប្អូនទាំងអស់គ្នាជាក់ស្ដែងគឺយើងមើលទៅលើបាទប្រទេសថៃប្រទេសវៀតណាមឬក៏ប្រទេសផ្សេងទៀតដែលគេបាទមានការចិញ្ចឹមបាទត្រីក្រឹមសុសសាយទលំទលាយណាជាក់ស្ដែងបាទប្រទេសថៃបាទប្រទេសថៃគេបើកឲ្យយើងបាទចិញ្ចឹមត្រីក្រឹមក៏ដូចជាលេងត្រីក្រឹមអញ្ចឹងប្រជាជនច្រើនណាស់ដែលគាត់មានកសិដ្ឋានខ្លួនឯងបាទហើយប្រជាជនមួយចំនួនទៀតគឺគាត់រកចំណូលបានតាក់ទងជាមួយនឹងវិស័យត្រីក្រឹមដោយការបង្កើតក៏ដូចជាផលិតសម្ភារៈបាទពាក់ព័ន្ធមួយចំនួនមានដូចជាបាទកែវត្រីទូត្រីបាទកន្ត្រងដងត្រីអ្នកខ្លះគាត់មានលទ្ធភាពគាត់បង្កើតជាសិប្បកម្មបាទបង្កើតជាចំណីត្រីឬក៏អាចឈានទៅដល់លក្ខណៈរោងចក្របាទបង្កើតជាចំណីត្រីហើយរាល់បាទផលិតផលតាក់ទងជាមួយនឹងត្រីក្រឹមផ្សេងមិនមែនថាគេបាទផ្គត់ផ្គង់តែនៅក្នុងស្រុកទេគេបាទធ្វើការនាំចេញមកក្រៅប្រទេសបាទដូចថៃនាំចេញទៅច្រើនប្រទេសបងប្អូនទាំងអស់គ្នាហើយជាក់ស្ដែងដូចមកប្រទេសខ្មែរយើងអញ្ចឹងបាទថៃគឺនាំទាំងត្រីក្រឹមបាទមិនគេនាំត្រីក្រឹមចេញទេបងប្អូនបាទយើងទៅទិញត្រីក្រឹមពីគេបាទយើងទិញត្រីក្រឹមពីគេបាទមកខ្មែរយើងហ្នឹងណាក៏ដូចជាប្រទេសផ្សេងទៀតបាទចូលទៅទិញត្រីពីគេបាទតាក់ទងទិញត្រីពីគេដើម្បីបាទយកមករស់ស៊ីនៅក្នុងស្រុកចឹងដូចខ្មែរយើងនាំត្រីចេញពីថៃមកច្រើនបាទតាក់ទងមួយត្រីតាក់ទងជាមួយនឹងចំណីបាទតាក់ទងជាមួយនឹងសម្ភារៈផ្សេងដូចជាឈើអួតបាទកន្ត្រងត្រីកែវត្រីហើយនឹងសម្ភារៈលំអបាទមានដូចជាផ្កាមានដូចជាគ្រួសមានដូចជាបាទរុក្ខជាតិលំអផ្សេងផងដែរអញ្ចឹងបើសិនជាបាទនៅក្នុងប្រទេសយើងមានការលើកទឹកចិត្តបាទនៅក្នុងប្រទេសយើងមានការលើកទឹកចិត្តឲ្យការចិញ្ចឹមត្រីនេះកាន់តែទូលំទូលាយបងប្អូនទាំងអស់គ្នានោះហាក់បីដូចជាយើងមានរោងចក្រមួយអញ្ចឹងបងប្អូនបាទដូចជាយើងមានរោងចក្រមួយអញ្ចឹងដូចជាយើងមានគេហៅថារោងចក្រផ្ទាល់ខ្លួនមួយអញ្ចឹងបាទហើយត្រីក្រឹមនេះបងប្អូនទាំងអស់គ្នាអាចទាញបាទកម្លាំងពលកម្មច្រើនណាបាទអាចទាញកម្លាំងពលកម្មច្រើនកាលណាមានការចិញ្ចឹមត្រីក្រឹមនេះដូចកន្លែងខ្ញុំនេះចិញ្ចឹមលក្ខណៈអាជីវកម្មលក្ខណៈរស់ស៊ីអញ្ចឹងកាលណាខ្ញុំចិញ្ចឹមខ្ញុំត្រូវការសម្ភារៈផ្សេងដែលតាក់ទងមានដូចជាលូបាទត្រូវការទិញលូបាទអ្នកធ្វើលូធ្វើអីហ្នឹងគាត់រកចំណូលបានបាទកន្លែងបើកកន្លែងធ្វើលូហ្នឹងគេត្រូវការបាទកម្មករអញ្ចឹងសម្ភារៈដែលធ្វើលូហ្នឹងមានដូចជាអីបាទមានដូចជាស៊ីម៉ងខ្សាច់អ្នកលក់គ្រឿងសំណង់ហ្នឹងគាត់លក់ដាច់បាទលក់ដាច់ត្រូវការកម្មករថែមអញ្ចឹងបាទសម្ភារៈផ្សេងនេះជាពិសេសដូចស្បៃដូចអីនេះបាទនាំចូលបាទកាលមានតម្រូវការច្រើននាំចូលកាន់តែច្រើនរត់កាន់តែបានពុនហើយមួយទៀតបាទបងប្អូនយើងគាត់មានការងារធ្វើអញ្ចឹងវាប្រយោជន៍ច្រើនមែនទែនបងប្អូនទាំងអស់គ្នាបាទតាក់ទងមួយវិស័យត្រីនេះហើយតាក់ទងមួយវិស័យត្រីនិយាយចំយើងអាចរកចំណូលបានដូចខ្ញុំអីនៅខ្ញុំនៅផ្ទះបាទហើយខ្ញុំអត់មានធ្វើអីទេបងប្អូនបាទខ្ញុំនៅផ្ទះខ្ញុំចាំត្រីអញ្ចឹងណាបាទចាំត្រីលក្ខណៈអាជីវកម្មអញ្ចឹងអនឡាញខ្លះនៅផ្ទះខ្លះហើយបើនិយាយពីចំណូលបាទវាមិនបានច្រើននេះទេបងប្អូនបាទមកល្មមបាទមកល្មមរស់នៅនិយាយចំបាទចឹងកាលណាវិស័យត្រីក្រឹមបាទរីកចម្រើនហើយយើងដូចមានរោងចក្រនៅក្នុងប្រទេសរបស់យើងមួយអញ្ចឹងបាទហើយខ្ញុំសង្ឃឹមថាក្នុងពេលខាងមុខនឹងមានការលើកទឹកចិត្តបាទនឹងមានការលើកទឹកចិត្តបន្ថែមហើយត្រីក្រឹមនេះប្រយោជន៍ដែលល្អមួយបងប្អូនបាទប្រយោជន៍ដែលយើងអាចមើលឃើញផ្ទាល់តែម្ដងបងប្អូនបាទអ្នកដែលចិញ្ចឹមត្រីគាត់
ចិញ្ចឹមដើម្បីកែអបសក់បាទគាត់ធ្វើការ stress ខ្លាំងអីចឹងទៅគាត់មានកែវត្រីមួយនៅលើតុបាទតុធ្វើការរបស់គាត់ណាគាត់ដាក់កែវអីរៀបចំឲ្យស្អាតអីចឹងទៅបាទត្រី2 3 4 5អីចឹងទៅពេលគាត់ធ្វើការ stress ខ្លាំងគាត់មកដាក់ចំណីត្រីបាទមើលត្រីមកសន្ទុះឲ្យគេហៅថាស្រស់ស្រាយអីចឹងទៅបាទឲ្យអារម្មណ៍យើងវាស្រស់ស្រាយអញ្ចឹងទៅត្រឡប់ទៅធ្វើការវិញអញ្ចឹងដល់ពេលយើងធ្វើការហ្នឹងវាការងាររបស់យើងវាមានគុណភាពហ៎បងប្អូនដោយសារការចិញ្ចឹមត្រីនេះវាមានប្រយោជន៍បានជានៅបាទកន្លែងរោងចក្រមួយចំនួនបាទនៅរោងចក្រឬក៏នៅក្រុមហ៊ុនមួយចំនួនបាទគេដាក់ទូត្រីធំដើម្បីឲ្យបុគ្គលិករបស់គេបាទមើលលំហែណានៅពេលដែលចេញពីធ្វើការអញ្ចឹងទៅគេមើលលំហែអញ្ចឹងទៅដើម្បីឲ្យមានអារម្មណ៍ស្រស់ស្រាយហើយចូលធ្វើការវិញបាទការងារហ្នឹងគឺទទួលបានគេថាគុណភាពបាទជាពិសេសរោងចក្រហ្នឹងបងប្អូនគេមានអាងត្រីគេធំបាទគេមានអាងត្រីធំមានទាំងត្រីខយត្រី7ពណ៌ក៏ដូចជាប្រភេទត្រីអីផ្សេងទៀតគេទុកឲ្យកម្មកររបស់គេមើលបាទនៅពេលដែលសម្រាប់ពីការងារអីចឹងទៅបាទនេះគឺមួយផ្នែកហើយតកតងជាមួយនឹងផ្នែកជំនឿតកតងមួយហុងស៊ុយបាទការចំត្រីហ្នឹងគឺធ្វើឲ្យបាទយើងមានហុងស៊ុយល្អបាទយើងមានហុងស៊ុយល្អចឹងបានបងប្អូនមួយចំនួនដែលគាត់ជឿទៅលើហុងស៊ុយគាត់ធ្វើការចិញ្ចឹមត្រីមានតាំងពីត្រីនៀកត្រីកតុយ3ត្រីខយបាទត្រីក្រឹមត្រី7ពណ៌បាទនិយាយចាំត្រីច្រើនបងប្អូនបាទអញ្ចឹងអ្នកទាំងអស់គ្នាបាទវីដេអូនេះគឺសូមបញ្ចប់ត្រឹមហ្នឹងចុះបាទសូមបញ្ចប់ត្រឹមហ្នឹងចុះហើយអរគុណសម្រាប់ការស្រឡាញ់ចូលចិត្តការជួយគ្រប់គ្រងហើយបងប្អូនមកកុំភ្លេចបាទជួយចុច Subscribe ផងបើមិនទាន់បានជួយចុច Subscribe បាទជួយចុច Follow Page ផងបើមិនជាអត់ទាន់បានជួយចុច Follow Page ហើយជាពិសេសនេះ Like វីដេអូបងប្អូនបាទជួយចុច Like វីដេអូផងបាទអត់អស់លុយទេគ្រាន់ចុច Like វីដេអូបាទចុចម្នាក់មួយបាទព្រោះអីធ្វើវីដេអូនោះអត់បានលុយទេបងប្អូនបាទអញ្ចឹងជួយចុច Like វីដេអូផងអរគុណជួបខ្ញុំវីដេអូបន្តនៅពេលក្រោយទៀត